បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញពីរបៀបធ្វើប្លង់ដែលមាននិយមការជារូបភាពឬក៏ជា PDF អញ្ចឹងបើបងប្អូនណាខ្លះមិនទាន់បានចេះមិនទាន់បានដឹងទេសូមតាមដាននៅវីដេអូរបស់ខ្ញុំបាទដូចតទៅជំហានដំបូងគឺយើងមានប្លង់បែបនេះហើយនិយមការមាន4ចំណុចអញ្ចឹងដើម្បីបាន coordinate នេះទៅបញ្ចូលទៅក្នុងប្លង់ AutoCAD បានយើងត្រូវ convert ពីរូបភាពនេះឲ្យចូលទៅក្នុង Excel ហើយយើង convert នៅក្នុង Excel ឲ្យចូលនៅក្នុង column តែមួយអញ្ចឹងដើម្បី convert នៅក្នុង Excel បានបងប្អូនត្រូវ copy ពីរូបភាពនេះនិយមការក្នុង column នេះអញ្ចឹងខ្ញុំជ្រើសរើសយក scan text ដើម្បី select copy បានខ្ញុំ select លើ column X ហើយយកពាក្យ copy យកទៅផាសនៅ column X តមកខ្ញុំ select នៅក្នុង column Y ហើយ copy យកទៅផាសនៅក្នុង column Y បានប៉ុណ្ណេះហើយបងប្អូនធ្វើការ convert បងប្អូនចូលទៅក្នុង formula តមកយកពាក្យ text ហើយជ្រើសយកពាក្យ concat សំទោសដាក់ cursor ឲ្យចំទីតាំងនេះមកដែលយើងត្រូវ convert វាហ្នឹងតមកជ្រើសយក formula យកពាក្យ text ហើយយក concat នៅក្នុង text 1នេះបងប្អូនយក cursor ដាក់ឲ្យចំ column X ហើយសម្រាប់ text ទី2បងប្អូនដាក់សញ្ញាក្បៀសហើយសម្រាប់ text ទី3បងប្អូនយក cursor ទៅដាក់ឲ្យចំ column Y ប៉ុណ្ណេះជាការស្រេចតមកបងប្អូនអូសចូលក្រោមមកហើយយើង copy បានប៉ុណ្ណេះហើយយើងបិទចោលទៅបន្តមកយើង start AutoCAD តមកបងប្អូនវាយពាក្យ command PL ហើយចុច right click យកពាក្យផាសតមកវាបានចំណុចជា polyline បែបនេះហើយយើងចុច C ដើម្បី close polyline ហ្នឹងអូខេគឺយើងបានតម្រង់ដូចនៅក្នុងរូបភាពខាងលើហើយដូច្នេះរបៀបធ្វើប្លង់ convert ចេញពីរូបភាពមកចូលនៅក្នុង drawing AutoCAD គឺបែបនេះអញ្ចឹងបងប្អូនអាចយកគំរូនេះទៅហាត់ធ្វើបានហើយបើចង់បង្ហាញជារូបភាព map អញ្ចឹងបងប្អូនអាចចុចនៅក្នុងជា location ហើយយកពាក្យលើ map aerial នោះវានឹងបង្ហាញរូបភាព satellite នៅក្នុងប្លង់របស់យើងហើយបើបងប្អូនពេញចិត្តនៅលើវីដេអូនេះសូមចុច subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតបាទអរគុណ